បញ្ហាទុរេនកាំងត្រួយឬមិនព្រមលាស់ត្រួយថ្មីគឺជាកង្វល់ដ៏ធំមួយសម្រាប់បងប្អូនម្ចាស់ចម្ការព្រោះវាធ្វើឲ្យដើមទុរេនទើបតែដាំឬដើមធំមិនអាចលូតលាស់ឬស្ដារដើមឡើងវិញបានទាន់ពេលវេលាមូលហេតុចម្បងដែលធ្វើឲ្យទុរេនកាំងត្រួយបណ្ដាលមកពីកត្តារួមផ្សំជាច្រើនទាំងអស់នេះប្រព័ន្ធឫសខ្សោយឬកំហូចឫសគឺជាអ្នកស្រូបយកសារធាតុចិញ្ចឹមបើឫសជួបបញ្ហាដូចជារលួយឫសដោយសារទឹកដក់ឬបង្កដោយពពួកផ្សិត Phytophthora ឬដីណែនពេកឬមិនអាចស្រូបទឹកនិងសារធាតុចិញ្ចឹមទៅចិញ្ចឹមត្រួយបានឡើយការប្រើប្រាស់អរម៉ូនបង្ងាក់ការលូតលាស់ជាពិសេស Paclobutrazol និងថ្នាំទប់ត្រួយដើម្បីបង្ខំឲ្យចេញផ្កាកាលពីរដូវមុនក្នុងកម្រិតខ្ពស់ពេកឬមិនបានលាងសម្អាតជាតិពុលចេញពីដីធ្វើឲ្យដើមទុរេន stress និងកាំងត្រួយកង្វះសារធាតុចិញ្ចឹមនិងថាមពលក្រោយប្រមូលផលឬក្រោយជួបអាកាសធាតុប្រែប្រួលដើមទុរេនអស់កម្លាំងរួមផ្សំនឹងការខ្វះធាតុបន្តបន្សំដូចជាសង្កសី ម៉ាញ៉េស្យូមនិងបូរុនដែលជាអ្នកជំរុញការលូតលាស់កោសិកាថ្មីអាកាសធាតុក្តៅហួតហែងខ្លាំងពេកឬភ្លៀងជោកជាំពេកធ្វើឲ្យរុក្ខជាតិបិទមាត់ស្លឹកដើម្បីការពារការបាត់បង់ជាតិទឹកដែលជាហេតុធ្វើឲ្យដំណើរការបឺតជញ្ជក់ជីវជាតិត្រូវគាំងការបំផ្លាញពីសត្វល្អិតតោងការទុរេនចង់លាស់ត្រួយដែរប៉ុន្តែត្រូវជួបនឹងការជញ្ជក់បំផ្លាញពីចៃឡូតឬទ្រីបតាំងពីត្រួយនៅជាពន្លកតូចធ្វើឲ្យពន្លកនោះក្រៀមស្វិតទៅវិញដោយកសិករមិនបានចាប់អារម្មណ៍ដើម្បីដាស់ទុរេនដែលគាំងឲ្យដឹងខ្លួននិងលាស់ត្រួយបានល្អត្រូវអនុវត្តតាមជំហានដូចខាងក្រោមការស្ដារនិងថែទាំប្រព័ន្ធឫសលាងជាតិពុលក្នុងដីប្រសិនបើដីមានសំណល់ថ្នាំទប់ត្រួយឬដីអាស៊ីតខ្លាំងត្រូវប្រើអាមីណូអាស៊ីតលាយជាមួយ fulvic acid សារ៉ាយសមុទ្រនិងហ៊ុយមិកអាស៊ីតស្រោចគល់ដើម្បីជួយឲ្យដីធូរជំរុញឫសដុះថ្មីនិងបន្សាបជាតិពុលក្នុងដីការពារផ្សិតឫសរលួយឫសដោយពិនិត្យឃើញដីសើមដក់ទឹកត្រូវកាយចង្អូរបង្ហូរទឹកចេញហើយស្រោចថ្នាំការពារនិងព្យាបាលរលួយឫសដូចជាសារធាតុ Propamocap Phosphoric acid អាចប្រើប្រាស់កម្មវិធីសម្រួលដី Performance ដោយប្រើប្រាស់ Aminosivit 1 លីត្របូកជាមួយ Humic Gold 1 លីត្របូកជាមួយ Postrobin 1 លីត្រលាយជាមួយទឹកស្អាត 1000 លីត្របាញ់ទៅលើដីចាប់ពីចុងសម្យាបមែកចូលមកដល់គល់មួយដើមចន្លោះពី10ទៅ15លីត្រការផ្ដល់សារធាតុចិញ្ចឹមតាមស្លឹកទៅពេលឫសកំពុងខ្សោយការបាញ់ថ្នាំជំនួយតាមស្លឹកគឺជារឿងចាំបាច់បំផុតដើម្បីដាស់ពន្លកត្រួយអាស៊ីតអាមីណូជួយផ្ដល់ថាមពលភ្លាមដោយរុក្ខជាតិមិនចាំបាច់ឆ្លងកាត់ការសំយោគពន្លឺច្រើនជួយឲ្យដើមទុរេនដឹងខ្លួនលឿនពីសភាព stress តរ៉ៃសមុទ្រសម្បូរទៅដោយអរម៉ូនធម្មជាតិដូចជា Cytokinin, Auxin និង Gibberellin ដែលជួយជំរុញការបែកកោសិកាថ្មីជំរុញការដុះពន្លកត្រួយថ្មីចំណែកសង្កសីជួយឲ្យត្រួយដុះចេញមកវែងនិងស្លឹកធំស្លឹកក្រាស់ប្រើប្រាស់កម្មវិធីជំរុញចេញត្រួយឬផលិតស្លឹក Performance ដោយប្រើប្រាស់ជីបំប៉ន2144 1លីត្របូកជាមួយ Aminosivit 1 លីត្របូកជាមួយ Super Atonic កន្លះលីត្រលាយជាមួយទឹកស្អាត 1000 លីត្របាញ់លើស្លឹកលើដើមឲ្យជោគត្រូវស្រោចទឹកឲ្យមានសំណើមល្មមនិងទៀងទាត់មិនត្រូវស្រោចជោគពេកឬទុកឲ្យស្ងួតហួតហែងពេកទេការផ្ដល់ទឹកទៀងទាត់ជាសញ្ញាប្រាប់រុក្ខជាតិថាមានសុវត្ថិភាពក្នុងការលាស់ស្លឹកថ្មីទៅពេលឃើញពន្លកត្រួយចាប់ផ្ដើមលេចចេញមកត្រូវបន្ថែមជីរ៉ូម៉ូនអាសូតខ្ពស់លាយជាមួយជីសរីរាង្គដើម្បីផ្ដល់កម្លាំងបន្តនិងឲ្យស្លឹកលូតលាស់ល្អអាចប្រើប្រាស់ G4Men NPK 27-12-6 លាយជាមួយជីសរីរាង្គ Formen ដល់ពេលត្រួយចាប់ផ្ដើមលាស់ជាពន្លករហូតដល់ស្លឹកដាវត្រូវតាមដាននិងបាញ់ថ្នាំការពារចៃឡូតនិង Trip Mimic បៃតងឲ្យបានហ្មត់ចត់រៀងរាល់ 7 ទៅ 10 ថ្ងៃម្ដងបើមិនការពារដំណាក់កាលនេះទេត្រួយថ្មីដែលខំជំរុញមកនឹងត្រូវខូចខាតដដែល